កាលពីថ្ងៃពុធទី5វិច្ឆិកាលោកប្រធានាធិបតីចិនស៊ីជីនពីងបានមានវត្តមានផ្ទាល់នៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅនាវាផ្ទុកយន្តហោះចម្បាំងថ្មីទំនើបរបស់ចិនដែលបានប្រព្រឹត្តទៅនៅមូលដ្ឋានកងទ័ពជើងទឹកចិនកោះហៃណាននាវាផ្ទុកយន្តហោះចម្បាំងថ្មីនេះមានឈ្មោះថា Fujian ដែលចិនធ្លាប់បានសាកល្បងក្នុងទឹកជាលើកទី1កាលពីឆ្នាំ2024 Fujian គឺជាឈ្មោះខេត្តរបស់ចិនទល់មុខនឹងកោះតៃវ៉ាន់ហើយតាមបណ្ដាញទូរទស្សន៍ CCTV នាវាផ្ទុកយន្តហោះចម្បាំង Fujian ដើរដោយប្រព័ន្ធម៉ាស៊ីនសាមញ្ញមិនមែនដើរដោយ reactor នុយក្លេអ៊ែរឡើយតែអ្វីដែលទំនើបនិងមោទនភាពបំផុតសម្រាប់ចិននោះគឺនាវានេះមានបំពាក់ដោយប្រព័ន្ធរុញបង្ហោះយន្តហោះឡើងដោយចរន្តអេឡិចត្រូម៉ាញ៉េទិកដែលភាសាបារាំងហៅថា System Catapult Electromagnetic គឺត្រឹមពេលបច្ចុប្បន្ននេះគឺមានតែនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Gerald Ford ប៉ុណ្ណោះដែលមានបំពាក់ប្រព័ន្ធដ៏ទំនើបនេះព្រោះជាទូទៅគឺគេប្រើប្រព័ន្ធរុញបង្ហោះដោយចំហាយទឹកគួរកត់សម្គាល់ថាជាមួយនឹងប្រព័ន្ធរុញបង្ហោះយន្តហោះដើរដោយចរន្តអេឡិចត្រូម៉ាញ៉េទិកនាវា Fujian របស់កងទ័ពចិនគឺជានិមិត្តរូបនៃការបោះជំហានធ្វើទំនើបកម្មដែលចិនកំពុងតែប្រឹងប្រែងដើម្បីប្រជែងតាមឲ្យទាន់សហរដ្ឋអាមេរិកមានន័យថានាវាថ្មីនេះអាចផ្ទុកយន្តហោះច្រើនប្រភេទទាំងធ្ងន់ទាំងស្រាលហើយអាចផ្ទុកអាវុធធ្ងន់និងអាចមានដែនរង្វង់ប្រតិបត្តិការបានឆ្ងាយកាលពីខែកញ្ញាចិនបានបង្ហោះផ្សាយរូបភាពវីដេអូបង្ហាញឲ្យឃើញយន្តហោះចម្បាំងទំនើបច្រើនគ្រឿងរបស់ចិនដូចជា J35 ជាដើមហោះឡើងហោះចុះលើនាវា Fujian ដើម្បីវឹកហាត់សូមរំលឹកថា Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងទី3របស់ចិននាវាទី1ឈ្មោះ Liaoning ទិញពីអ៊ុយក្រែននៅឆ្នាំ2000គឺជានាវាផ្ទុកយន្តហោះចម្បាំងបច្ចេកវិទ្យាសូវៀតនាវាទី2ឈ្មោះ Shandong គឺជានាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតដែលចិនបានសាងសង់ឡើងដោយដៃខ្លួនឯងនិងបានដាក់ឲ្យដំណើរការនៅឆ្នាំ2019តែនាវាទាំងពីរគ្រឿងនេះមិនមានបំពាក់ប្រព័ន្ធរុញបង្ហោះយន្តហោះឡើយតែគ្រាន់តែគេធ្វើផ្លូវហោះឡើងឲ្យកោងទៅលើដើម្បីជួយរុញយន្តហោះតែប៉ុណ្ណោះបច្ចេកទេសប្រភេទនេះមានចំណុចខ្សោយច្រើនព្រោះយន្តហោះចម្បាំងមិនអាចមានកម្លាំងខ្លាំងក្នុងការហោះឡើងមានន័យថាយន្តហោះមិនអាចដាក់សាំងបានច្រើននិងមិនអាចផ្ទុកអាវុធធ្ងន់ពេកនោះឡើយលោក Alex Luke អ្នកជំនាញគ្រឿងសព្វាវុធលើនាវាបានលើកឡើងថាជាមួយនឹងនាវាថ្មី Fujian គឺចិនបានក្លាយជាប្រទេសទី2លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលមាននាវាផ្ទុកយន្តហោះចម្បាំងបំពាក់ដោយប្រព័ន្ធរុញបង្ហោះយន្តហោះដោយចរន្តអេឡិចត្រូម៉ាញ៉េទិកដែលភាសាបច្ចេកទេសហៅថា EMALS តែយ៉ាងណាលោកបានបន្ថែមថាដើម្បីអាចប្រកួតផ្ទឹមនឹងសហរដ្ឋអាមេរិកបានគឺចិនត្រូវតែប្រឹងផលិតនាវាប្រភេទនេះថែមទៀតនិងត្រូវតែពង្រឹងសមត្ថភាពប្រតិបត្តិការដូចគ្នាដែរលោក Colin Khor អ្នកជំនាញនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang សង្ហបុរីបានលើកឡើងថាអ្វីដែលចិនខ្វះបំផុតនាពេលនេះគឺបទពិសោធន៍ប្រតិបត្តិការនិងការប្រយុទ្ធជាក់ស្ដែងកងទ័ពចិននឹងប្រើប្រាស់នាវា Fujian ដើម្បីវឹកហាត់ពង្រឹងសមត្ថភាពប្រតិបត្តិការឲ្យកាន់តែខ្ពស់ថែមទៀត